មែនទេចាប់តាំងពីអ្នកបានឃើញតាមរយៈខ្ញុំមកនិយាយឲ្យត្រង់ទៅមែនហើយយើងមកពីព្រះនាងអ្នកពិតជាត្រូវរក្សារឿងនេះជាការសម្ងាត់យើងបានចាក់ចេញពីព្រះបរមរាជវាំងដោយមានគោលបំណងតែមួយគត់វានិយាយអំពីការស្វែងរកគូពួកអ្នកបម្រើក្នុងវាំងនិងពួកមន្ត្រីរាជវាំងដែលបានរត់គេចខ្លួនចេញពីវាំងហើយរត់គេចខ្លួនអូយត្រឹមត្រូវហើយម្ចាស់ផ្ទះប្រសិនបើអ្នកមានព័ត៌មានអំពីពួកគេសូមប្រាប់យើងខ្ញុំផងខោហ្គោណេងមានអ្នកបម្រើក្នុងវាំងនិងមន្ត្រីរាជវាំងរាប់រយនាក់នៅក្នុងវាំងនេះពីរអ្នករត់គេចខ្លួនវាមានតម្លៃណាស់សម្រាប់អ្នកក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីតាមប្រមាញ់វានេះខ្ញុំគ្រាន់តែចង់ធ្វើអាជីវកម្មរបស់ខ្ញុំដោយសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះខ្ញុំមិនដឹងអ្វីផ្សេងទៀតទេគ្រាន់តែដូចជាខ្ញុំនឹងមិនបង្ហាញអត្តសញ្ញាណរបស់អ្នកដូចដែលខ្ញុំធ្វើចំពោះអ្នកដទៃទេសមាជិកគ្រួសារឆ្វេងនិងស្ដាំសមាជិកគ្រួសារឆ្វេងនិងស្ដាំសមាជិកគ្រួសារឆ្វេងនិងស្ដាំសមាជិកគ្រួសារសមាជិកគ្រួសារឆ្វេងនិងស្ដាំ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 សមាជិកគ្រួសារនិងមនុស្សព្រះកេតបាននាំយកតង្វាយមកឲ្យយើងយិញបូជានឹងនាំមកនៅភ្លៀងនិងទឹកសន្សើមដល់យើងលើកនេះយើងនឹងមិនខ្វះទឹកទេសូមឲ្យព្រះនៃការសម្លាប់ការពារខ្ញុំសូមឲ្យព្រះនៃការសម្លាប់ការពារខ្ញុំព្រះនៃការសម្លាប់ព្រះនៃការសម្លាប់ព្រះនៃការសម្លាប់សូមថ្វាយព្រះប្រដល់ព្រះនៃការសម្លាប់សត្វសូមថ្វាយព្រះនៃការសម្លាប់សត្វសូមថ្វាយព្រះនៃការសម្លាប់សត្វសូមព្រះជាម្ចាស់នៃការសម្លាប់ការពារអ្នកសូមព្រះជាម្ចាស់នៃការសម្លាប់ការពារខ្ញុំភីលីឡាតើប្រជាជននៃណាហាអូយឈឺណាស់អ្នកធ្វើដំណើរដូចគ្នាអរគុណសម្រាប់ជើងដ៏ល្អរបស់អ្នកការអង្គុយចរចាគ្នានឹងមិនដំណើរការទេអូដូច្នេះអ្នកដែលដើរតាមយើងគឺជារឿងតូចតាចមួយហាអ្នកគឺជាក្មេងតូចនោះអូវាមិនចម្លែកទេដែលអ្នកស្លៀកពាក់បែបនេះឯងស្លៀកពាក់ចម្លែកជាងនេះទៅទៀតហេហេតុអ្វីបានជាអ្នកតាមយើងព្រោះខ្ញុំមិនដែលឃើញអ្នកស្លៀកពាក់បែបនេះពីមុនមកទេអ្នកមកពីខាងក្រៅយើងគ្រាន់តែទុកយើងចោលតើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះ Stone តើក៏ថ្មោងជាឈ្មោះល្អទេតើអ្នករស់នៅណាក្មេងតូចខ្ញុំបាននិយាយរួចហើយថាខ្ញុំមិនមែនជាមនុស្សតូចទេខ្ញុំឈ្មោះ Stone តើខ្ញុំរស់នៅណាអូក្មេងតូចនោះធ្លាប់ឃើញអ្នកណាស្លៀកប្អូនស្រីក្នុងអាវពណ៌មែនហើយខ្ញុំបាននិយាយរួចហើយថាខ្ញុំមិនមែនជាមនុស្សតូចតាចទេខ្ញុំជាថ្មមួយខ្ញុំមិនបានឃើញវាទេក្មេងតូចនោះតើអ្នកដឹងទេយើងកំពុងមិនអើពើនឹងអ្នកឥឡូវនេះខ្ញុំបាននិយាយរួចហើយថាខ្ញុំមិនមែនជាថ្មទេខ្ញុំគ្រាន់តែជារបស់តូចមួយប៉ុណ្ណោះហាដូច្នេះតើអ្នកគ្រាន់តែជាវត្ថុតូចមួយឬថ្មមិនអីទេតោះទៅរកផ្លែព្រីងបន្ទាប់ពីរកឃើញស្លឹកភេរឡាហើយសូមបន្តទៅទីដៅនោះទៅភូមិរបស់ពួកគេយល់ព្រមតោះទៅមកភេសជ្ជៈរបស់អ្នកអេអស្ចារ្យណាស់ហេចៅហ្វាយស្រីមកដល់ហើយហាតោះផឹកមួយកែវណាបងប្អូនមែនហើយចៅហ្វាយស្រីមកផឹកមួយសិនមកហាចុះអាហារនេះសម្រាប់ខ្ញុំវិញគ្មានផ្លូវទេសួនវូគ្មានលុយទេនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យដោយពាក្យថាដុំមកផឹកស៊ីនោះទេមកអូយខ្ញុំមិនផឹកមួយនេះទេខ្ញុំនឹងផឹកវាជំនួសវិញថ្ងៃនេះខ្ញុំពិតជាមិនចង់ផឹកទេខ្ញុំមិនផឹកស្រាថ្ងៃនេះទេចេញពីទីនេះឥឡូវនេះហេកុំទៅខ្ញុំមិនទាន់បានបង់ប្រាក់នៅឡើយទេត្រឡប់មកទីនេះវិញខ្ញុំបាននិយាយថាខ្ញុំនឹងត្រឡប់មកវិញហើយរៀបការជាមួយឈិនរបស់ខ្ញុំតើអ្នកអាចប្រគល់ឧបករណ៍របស់ខ្ញុំមកវិញឥឡូវនេះបានទេហើយខ្ញុំឃ្លានណាស់ធ្វើមីមួយចានឲ្យខ្ញុំយប់នេះខ្ញុំចង់រស់នៅទីនេះព្រះករុណា
ព្រះករុណាជាម្ចាស់ជីវិតលើត្បូងអស់អ្នកគួរតែលាក់ខ្លួនឃាតករម្នាក់បានមកពីខាងលើតើវាអាចទៅរួចទេដែលថាមុននេះតាមនេះលោកហេតុអ្វីតើគាត់មកទីនេះដោយរបៀបណាតើវាអាចទៅបានទេថាបៃសេនិងអ្នកដទៃទៀតនៅក្បែរនោះមិនថាមានរឿងអ្វីក៏ដោយយើងមិនអាចឲ្យគេឃើញយើងទេប្រញាប់ឡើងសូមរងចាំមួយផ្លែតលោកស្រីអូហាសូមទោសអ្នកទាំងពីរវាហាក់ដូចជាខ្ញុំនឹងនៅក្បែរអ្នកនៅយប់នេះវាអាចត្រូវបានចាត់ទុកថាជាប្រភេទនៃវាសនាមួយខ្ញុំចង់មកលេងហើយជម្រាបសួរអ្នកទាំងពីរហាចៃដន្យឲ្យអ្វីម្លេះពួកគេពិតជាមានវាសនាបាននៅជាមួយគ្នាមែនអ្នកទាំងពីរបានញ៉ាំអាហារហើយឬនៅមែនហើយយើងបានញ៉ាំហើយដូច្នេះតើពួកគេបានបរិភោគវាអត់ខ្ញុំមិនដែលញ៉ាំវាទេមិនថាអ្នកទាំងពីរបានញ៉ាំអាហារឬអត់ទេខ្ញុំមិនដែលញ៉ាំវាពីមុនមកទេសូមផ្ដល់កិត្តិយសឲ្យខ្ញុំចូលរួមជាមួយយើងនៅពេលក្រោយតោះចេញទៅញ៉ាំអាហារខាងក្រៅយោពមចាប់តាំងពីយើងមានវាសនាបានជួបគ្នាតោះរកអ្វីញ៉ាំមកអ្នករត់ទៅឲ្យរៀបចំអាហារឲ្យរួចរាល់យល់ព្រមចាំមួយផ្លែតលោកម្ចាស់សូមអញ្ជើញអង្គុយចុះតើអ្នកមិនទាន់បានឃើញព្រះអង្គម្ចាស់ថ្មីនៅឡើយទេប្រញាប់ឡើងហើយគោរពវិញ្ញាណអ្នកខន់របស់អ្នកហាគោរពបូជាលោកម្ចាស់ចាន់ពេលខ្ញុំឡើងកាន់អំណាចអ្នកប្រកាសជានឹងទទួលបានចំណែកនៃអត្ថប្រយោជន៍របស់អ្នកអរគុណលោកម្ចាស់ហារញ៉េញ៉ៃណាស់វាឆាប់ពេកសម្រាប់អ្នកក្នុងការស្ថិតក្នុងតំណែងនេះព្យាការីដ៏អស្ចារ្យរបស់ក្រុមយើងបានទទួលមរណភាពនៅឆ្នាំ1949ដូច្នេះអ្នកបាននៅទីនេះអូខ្ញុំយល់ហើយថ្ងៃនេះយើងបាននាំយកអំណោយ3មុខមកវិញខ្ញុំចង់អញ្ជើញព្រះម្ចាស់នៃ Kelling ឲ្យទៅទស្សនាភ្នូរខ្ញុំគិតថាអ្នកគួរតែដឹងថាគាត់នៅណាលោកវិញ Kelling ទើបតែសន្លប់ម្ដងទៀតថ្ងៃនេះខ្ញុំមិនអាចមើលការថ្វាយរបស់អ្នកបានទេគួរឲ្យអាម៉ាស់ណាស់អីវ៉ូក៏បូករួមទាំងការផ្ដល់ជូននេះចំនួននៃការលះបង់ដែលខ្ញុំបានធ្វើគឺលើសពីចំនួនរបស់ព្រះម្ចាស់នៃ Vengsai Ridge តាមច្បាប់របស់ត្រកូលតើខ្ញុំគួរធ្វើការព្យាករទេព្រះម្ចាស់ថ្មីនឹងនាំទឹកមកបន្ទាប់ពីការលះបង់នេះព្រៃប្រយុទ្ធឈាមប្រកាសជានឹងនាំមកនៅពរជ័យដល់យើងទំនាយចៅវាយថ្មីនឹងដោះស្រាយបញ្ហានេះជារៀងរហូតបញ្ហាប្រភពទឹកវាមិនមែនគ្រាន់តែជាភ្លៀងធ្លាក់សាមញ្ញដូចភ្លៀងធ្លាក់បន្ទាប់នោះទេទំនាយដ៏អស្ចារ្យមែនខ្ញុំឃើញអ្នករងចាំមើលថាតើអ្នកសួរខ្ញុំនៅសំណួរពិបាកបែបណាខ្ញុំនឹងរកវិធីដោះស្រាយខ្ញុំប្រាប់អ្នកបច្ចុប្បន្នខ្ញុំជាមនុស្សតែម្នាក់គត់ដែលសមរម្យដើម្បីគ្រប់គ្រងការជ្រើសរើសសមាជិកនៃកុលសម្ព័ន្ធឃាតករក្រៅពីខ្ញុំតើមានជំរឿផ្សេងទៀតទេហាយើងនឹងដឹងឆាប់នេះអូទេខ្ញុំនៅណាតើវាជាអ្នកណាដូច្នេះវាជារឿងតូចតាចមួយអូយអូនតូចហេតុអ្វីបានជាថ្ងៃនេះចម្លែកម្លេះខ្ញុំនឹងនិយាយវាម្ដងទៀតខ្ញុំឈ្មោះ Stone ខ្ញុំមិនមែនជា Lito ទេល្អឲ្យថ្មដូចខ្ញុំមានរឿងមួយចង់សួរអ្នកថ្មដូចឲ្យតើអ្នកដឹងទេថានេះនៅណាមាន2អ្នកទេបុរសម្នាក់ធ្លាប់នៅទីនេះតើអ្នកដឹងពីរបៀបដើម្បីចេញទៅក្រៅទេកុំសម្លាប់ខ្ញុំអាហាតើអ្នកកំពុងនិយាយអ្វីតើអ្នកណាចង់សម្លាប់អ្នកថ្មដូចកុំសម្លាប់ខ្ញុំកុំរត់ចេញកុំស្អប់ខ្ញុំអីឈប់ត្រឹមនឹងទៅកុំសម្លាប់ខ្ញុំឈប់កុំរត់គេចកុំសម្លាប់ខ្ញុំថ្មដូចកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំអីទីបំផុតខ្ញុំរកអ្នកឃើញហើយមកអ្នកទាំងពីរសូមហាសូមអាអ៊ុំមិនអាក្រក់ទេហេតុអ្វីបានជាអ្នកទាំងពីរមិនប៉ះចង្កេះរបស់អ្នក
អូដំបូងឡើយយើងមិនសូវញ៉ាំច្រើនទេអូ